ជំរាបសួរទៅកាន់បងប្អូនទាំងអស់គ្នាវិលមកជួបខ្ញុំម្ដងទៀតហើយនៅក្នុង Channel ប៉ាទីចំពោះរឿងរ៉ាវថ្ងៃនេះគឺខ្ញុំទទួលបានពីប្អូនស្រីម្នាក់ដែលគាត់ចែករំលែកអំពីរឿងរ៉ាវស្នេហារបស់គាត់មួយតាក់ទងទៅនឹងរឿងរ៉ាវចាស់ចាស់បែងចែកវណ្ណៈស្នេហ៍របស់ពួកគាត់ដោយសារតែក្រុមគ្រួសាររបស់ប្អូនស្រីធ្លាក់ខ្លួនមករយៈក្រុមគ្រួសារខាងប្រុសក៏ចាប់ផ្ដើមផ្ដាច់ទំនាក់ទំនងជាមួយនឹងប្អូនស្រីតែម្ដងទៅចឹងបងប្អូនប្រកាសជាចង់ដឹងថាតើប្អូនស្រីជួបរឿងរ៉ាវបែងចែកវណ្ណៈស្នេហ៍អ្វីខ្លះទៅស្រាប់រឿងរ៉ាវលម្អិតជាមួយនឹងខ្ញុំទាំងអស់គ្នាចំពោះរឿងរ៉ាវដែលប្អូនស្រីបានចែករំលែកកើតឡើងរៀងយូរឆ្នាំមកដែរក៏ប៉ុន្តែគាត់នឹកចាំអំពីរឿងរ៉ាវមួយនេះពេលខ្លះក៏អស់សំណោចអំពីរឿងរ៉ាវមួយនឹងដែរពេលខ្លះក៏មានភាពសោកសៅចំពោះរឿងរ៉ាវដែលគាត់បានជួបកន្លងមកផងដែរគាត់នឹកគិតអញ្ចឹងបងប្អូនគាត់ថាបងអើយខ្ញុំអត់ដែលគិតថាសម័យបច្ចុប្បន្នហ្នឹងមានការបែងចែកវណ្ណៈស្នេហ៍អញ្ចឹងទេបើសិនជាខ្ញុំធ្លាប់ស្ដាប់រឿងអំពី channel នានាខ្ញុំអត់សូវfocus ឬក៏ជឿអំពីរឿងរ៉ាវនឹងខ្លាំងពេកទេក៏ប៉ុន្តែពេលដែលខ្ញុំជួបខ្លួនឯងផ្ទាល់បាទខ្ញុំដឹងថាការបែងចែកវណ្ណៈស្នេហ៍គឺនៅតែមានពិតមែនមានក្រគឺនៅបែងចែកគ្នាពិតប្រកបមែនមិនមែនជាការសម្ដែងក៏មិនមែនជាការនិយាយបំភ្លឺនោះដែរក៏ប៉ុន្តែគាត់បានជួបផ្ទាល់ខ្លួនឯងតាក់ទងទៅនឹងគ្រួសារមិនពេញចិត្តដោយសារតែគ្រួសាររបស់គាត់បានធ្លាក់មករយៈគាត់និយាយអំពីរឿងរ៉ាវស្នេហារបស់គាត់ពីដើមមកគាត់ថាគាត់បានស្គាល់គ្នាជាមួយនឹងបុរសម្នាក់កាលពីឆ្នាំ2012ជំនាន់នោះបងអូនស្រីដូចជារៀនថ្នាក់ទី9ហើយគាត់បានជួបជាមួយនឹងបុរសម្នាក់ហ្នឹងកំឡុងពេលដែលគាត់ទៅកំដរការគេនៅភូមិស្រុករបស់គាត់ដែរទេហើយអ្នកដែលការហ្នឹងក៏សិតតែជាអ្នកដែលស្គាល់គាត់ដែរគាត់ហៅគេបងស្រីចឹងទៅគេក៏ហៅគាត់ទៅកំដរនៅរោងការមួយហ្នឹងនៅមង្គលការរបស់បងស្រីហ្នឹងតាពេលដែលគាត់ទៅកំដរគេហ្នឹងក៏គាត់ជួបជាមួយនឹងបុរសម្នាក់ហ្នឹងគេក៏ជាអ្នកកំដរដូចគ្នាគេអ្នកកំដរខាងប្រុសដល់ពេលយើងបានជួបគ្នាចឹងទៅដំបូងដែរឡើយយើងគិតថាគ្រាន់ជាអ្នកភូមិមួយនិងអ្នកភូមិមួយជួបគ្នាហើយក៏ជាអ្នកកំដរទាំងសងខាងរៀងខ្លួនក៏យើងមិនបានគិតអំពីរឿងរ៉ាវថាពួកយើងនឹងស្រឡាញ់គ្នាឬក៏នឹងតាក់ទងគ្នាអីនោះដែរក៏ប៉ុន្តែពេលដល់ពិធីកាត់សក់យើងឡើងកាន់ផ្កាកាន់អីជាមួយនឹងគ្នាទៅយើងចេះតែមានអារម្មណ៍ថាស្រឡាញ់មើលគ្នាខ្សែភ្នែករបស់យើងទាំងពីរក៏ចាប់ផ្ដើមបាញ់តកងចូលគ្នាដល់ពេលអញ្ចឹងទៅយើងក៏ចាប់ផ្ដើមមើលមុខគ្នាចុះមើលមុខគ្នាឡើងពេលហ្នឹងយើងក៏បាននិយាយរកគ្នាតិចតួចចឹងទៅពេលដែលនិយាយរកគ្នាយើងក៏បានគិតថាវាជារឿងអីធំដុំអីដែរគាត់ណាមនុស្សប្រុសនិងមនុស្សស្រីណាមួយកាលនោះយើងជំទង់វ័យខ្ទង់ប្រហែលជា6 10ហើយគេអាយុប្រហែលជាច្រើនជាងយើងគេអាយុខ្ទង់ប្រហែលជា20ជាងយើងគិតថាប្រហែលជាមនុស្សប្រុសឃើញមនុស្សស្រីគេចេះតែញ៉ែញងនិយាយអីបែបធម្មតាចឹងទេយើងមិនគិតទៅដល់រឿងរ៉ាវស្នេហាឬក៏រឿងរ៉ាវស្អីមួយដែរអាចនឹងធ្វើឲ្យពួកយើងមានទំនាក់ទំនងជាមួយនឹងគ្នានោះទេអញ្ចឹងមង្គលការបងស្រីដែលនៅក្នុងភូមិស្រុកហ្នឹងក៏បានបញ្ចប់បាត់ពួកគេក៏ត្រឡប់ទៅស្រុកកណ្ដាលរៀងខ្លួនទៅក៏ប៉ុន្តែបងអូនស្រីថាពេលដែលគេត្រឡប់ទៅវិញក៏គិតថាស្នេហារបស់ពួកគាត់ដែលស្រឡឹងឃើញគ្នារយៈពេល2ថ្ងៃហ្នឹងក៏គិតថាវាចប់តាមហ្នឹងតែប៉ុន្តែវាមិនបានបញ្ចប់ទេស្រាប់តែបងស្រីដែលរៀបការហ្នឹងមកនិយាយលេងជាមួយនឹងយើងគាត់មកនិយាយលេងអញ្ចឹងទៅគាត់ក៏សួររកលេខទូរស័ព្ទសួរនិយាយសួរចុះក៏និយាយពីដំណើរដើមតងទៅក៏បានដឹងថាបរិសម្នាក់ដែលជាកូនកំដរខាងប្តីរបស់បងស្រីហ្នឹងគេចាប់អារម្មណ៍មកលើប្អូនស្រីពេលហ្នឹងប្អូនស្រីក៏អត់បានគិតអីវែងឆ្ងាយដែរហើយក៏អត់បានផ្ដល់លេខទូរស័ព្ទទៅដល់គេដែរប៉ុន្តែបងស្រីដែរជាកូនកំមុំថ្ងៃមុនហ្នឹងគឺគាត់បានផ្ដល់លេខទូរស័ព្ទដល់គេអញ្ចឹងទៅគេក៏បានតែមកយើងដំបងដែរឡើយយើងរឿងភ្ញាក់ដែរនៅសុកមានលេខទូរស័ព្ទដែលយើងមិនស្គាល់ call មកយើងដល់ពេលនិយាយចុះនិយាយឡើងក៏យើងបានដឹងថាម្នាក់នឹងគឺជាកូនកំដរបងប្រុសបងស្រីនៅភូមិរបស់យើងថាគាត់បានតំណង call មកយើងទៅក៏យើងបានដឹងយើងនិយាយគ្នាចុះនិយាយគ្នាឡើងក៏គាត់និយាយត្រង់មកយើងហ្មងគាត់ថាគាត់ចាប់អារម្មណ៍លើខ្ញុំគាត់មានចំណាប់អារម្មណ៍មានអារម្មណ៍ល្អជាមួយនឹងខ្ញុំអញ្ចឹងតែខ្ញុំក៏អរគុណគាត់ទៅចាស់ហើយអរគុណគឺធម្មតាតែខ្ញុំគិតថា
vì mình ai chín ấy từ một bàn thế đời sao tại nhưng mà chạp ở rong quậtประมาณ แต่ nhưng vậy đây small แต่ quật ចាប់ ở rong ខ្ញុំ ខ្លាំង ឬ ក៏ យ៉ាង ម៉េច អា ហ្នឹង រឿង គាត់ ទេ ហើយ គាត់ តែ មក តំណាក់ តំណង មក ខ្ញុំ ហ្នឹង ក៏ ជា រឿង របស់ គាត់ ដូច គ្នា ក៏ ប៉ុន្តែ គ្រប់ យ៉ាង វា បាន ប្រែ ដោយ សារ តែ ខាង ប្រុស នោះ គេ តស៊ូ គេ តែង តែ call មក និយាយ ចុះ និយាយ ឡើង ជាមួយ នឹង ខ្ញុំ ជា ប្រចាំ រហូត ដល់ គាត់ កាត់ មក ជួប ខ្ញុំ នៅ វិទ្យាល័យ ដែល ខ្ញុំ រៀន ទៀត កាត់ មក ជួប គ្នា អញ្ចឹង ទៅ ក៏ ធ្វើ មិន ទេ តាម តារា ទៅ ខ្ញុំ ក៏ បាន និយាយ លេង ជាមួយ នឹង គាត់ សួរ ចុះ សួរ ឡើង គឺ គាត់ នៅ ស្រុក មិន ឆ្ងាយ ពី ខ្ញុំ ប្រហែល ទេ អញ្ចឹង ចាប់ ពី ពេល នោះ មក ខ្ញុំ ក៏ ចាប់ ផ្ដើម មាន អារម្មណ៍ ល្អ ជាមួយ នឹង គ្នា ក៏ ពួក ខ្ញុំ ទាំង ពីរ នាក់ បង្កើត ទៅ ជា ស្នេហា ជាមួយ នឹង គ្នា រហូត ដល់ ខ្ញុំ ទៅ រៀន វិទ្យាល័យ ទៅ រៀន អី ចឹង ទៅ ក៏ អូខេ យើង អាសា ជួប គ្នា អាសា និយាយ ជាមួយ គ្នា ហើយ ពួក យើង អាសា ហូប អី ជាមួយ នឹង គ្នា ដែរ ដោយ សារ តែ វិទ្យាល័យ ដែល ខ្ញុំ នឹង រៀន ហើយ នឹង ផ្ទះ គាត់ ហ្នឹង គឺ អត់ ឆ្ងាយ ពី គ្នា ប្រហែល ទេ បើ រាប់ ជា ដី ប្រហែល ជា 4 គីឡូ ពី គ្នា ហើយ យើង ចាប់ ផ្ដើម ល្អ ប្រសើរ ជាមួយ នឹង គ្នា ទំនាក់ ទំនង របស់ ពួក យើង មួយ រយៈ ទៅ ក៏ យើង ឈាន ទៅ ដល់ ស្នេហា ហើយ យើង ក្លាយ ទៅ ជា គូ សង្សារ នឹង គ្នា ពេល ដែល យើង ក្លាយ ទៅ ជា គូ សង្សារ នឹង គ្នា មនុស្ស ប្រុស ដែល ស្រឡាញ់ ខ្ញុំ ខ្ញុំ ស្រឡាញ់ គាត់ ហ្នឹង គឺ គាត់ បំពេញ មុខ ក្រុម គ្រួសារ ខ្លាំង មែនទែន គឺ គាត់ សុំ ខ្ញុំ ទៅ ជួប នៅ ផ្ទះ របស់ គាត់ នៅ ផ្ទះ ខ្ញុំ ពួក ខ្ញុំ បាន ជួប គ្នា ហើយ គាត់ បាន ជំរាប សួរ ប៉ា ម៉ាក់ របស់ ខ្ញុំ ហើយ យក ខ្ញុំ ទៅ ជួប ជាមួយ នឹង ប៉ា ម៉ាក់ របស់ គេ បាន ន័យ ថា យើង បាន ជួប គ្នា ទាំង សង ខាង ធ្វើ ឲ្យ ពួក យើង មាន ភាព ល្អ ប្រសើរ និង ភាព កក់ក្ដៅ ជាមួយ នឹង គ្នា ខ្លាំង មែនទែន មក ដល់ ចំណុច នេះ បងអូន ស្រី សូម និយាយ អំពី គ្រួសារ បន្តិច គ្រួសារ យ៉ាងម៉េច បាន បែងចែក វណ្ណៈ ស្នេហ៍ បែប ហ្នឹង ធៀប ពិត ទៅ គ្រួសារ គេ នោះ គឺ ជា អ្នក ដែល គ្រាន់ បើ គេ មាន តូប មាន អី លក់ នៅ ទីតាំង ផ្សារ ជីវភាព មួយ គ្រាន់ បើ និយាយ ចំ គ្រាន់ បើ និយាយ ចំ អាច និយាយ បាន ថា មាន លុយ មាន ឡាន មាន ផ្ទះ មាន មុខរបរ សម្រាប់ រកស៊ី សម្រាប់ គ្រួសារ គេ យើង ល្អ ប្រសើរ គ្រាន់ បើ ប៉ុណ្ណឹង ឯង ផ្ទះ គេ មាន ឡាន ចំណែក គ្រួសារ ខាង ស្រី វិញ បងអូន ស្រី មិនមែន ជា គ្រួសារ អ្នក អត់ ទេ ទាំង ប៉ា ម៉ាក់ របស់ គាត់ ក៏ មាន ឡាន ជិះ ដូច គ្នា ដែរ អញ្ចឹង គ្រួសារ ទាំង ពីរ នាក់ ហ្នឹង គឺ ឋានៈ ប្រហែល គ្នា ទេ ជំនាន់ នោះ ណា បងអូន ស្រី ថា ប្រហែល គ្នា ទេ ហើយ គ្រួសារ ទាំង ពីរ ក៏ ជួប គ្នា ទៅ ក៏ អារម្មណ៍ រៀង ល្អ រៀង ខ្លួន ដែរ មាន ន័យ ថា ឋានៈ និង វណ្ណៈ របស់ ពួក គាត់ គឺ អត់ ខុស ឆ្ងាយ ពី គ្នា ប្រហែល ទេ បើ យើង និយាយ ពី ជីង វិញ គឺ ប្រហែល គ្នា ទេ បើ ថ្លឹង ទៅ ក៏ មិន ឬ ខ្វះ គ្នា ប្រហែល ដែរ អញ្ចឹង ក៏ ពួក គាត់ ទំនាក់ ទំនង ជាមួយ នឹង គ្នា ល្អ ប្រសើរ ពី ពេល នោះ មក ក៏ មិន មាន រឿងរ៉ាវ ឬ ក៏ បញ្ហា អី ដែរ ទំនាក់ ទំនង របស់ ពួក គាត់ បាន 1 ឆ្នាំ ទៅ 2 ឆ្នាំ ក្តី ស្នេហា មួយ នេះ វា កាន់ តែ ជ្រាលជ្រៅ ហើយ បងអូន ស្រី ក៏ ចូល រៀន ដល់ ទី 12 ដែរ ជិត នឹង ចប់ វិទ្យាល័យ ហើយ ជា ឆ្នាំ ដែល ប្រឡង បងអូន ស្រី ខំ focus ទៅ លើ ការ រៀន សូត្រ ផ្ដោត ទៅ លើ ការ រៀន សូត្រ ខ្លាំង ហើយ ខាង គូ ស្នេហ៍ របស់ គាត់ ក៏ ផ្ដល់ តម្លៃ ឲ្យ គាត់ ដែរ គឺ មិន រំខាន គាត់ ឬ ក៏ មិន បង្អាក់ នៅ ការ សិក្សា របស់ គាត់ ទេ ផ្ដល់ តម្លៃ តែង តែ លើក ទឹកចិត្ត គាត់ គ្រប់ សព បែបយ៉ាង ចឹង ទៅ អញ្ចឹង ស្នេហា របស់ ពួក គាត់ ហ្នឹង ក៏ ល្អ ប្រសើរ ទាំង ខាង ប្រុស ខាង ស្រី ក៏ យល់ ចិត្ត គ្នា ធម្មតា ដែរ គាត់ បាន សន្យា ជាមួយ នឹង គ្នា ថា ប្រហែល ជា បងអូន ស្រី ចប់ ទី 12 ពួក គាត់ នឹង ភ្ជាប់ ពាក្យ ក៏ ដូចជា នឹង រក ថ្ងៃ មួយ ដែល ជា វេលា ល្អ នឹង អាច នឹង រៀបការ ជាមួយ នឹង គ្នា បាន អញ្ចឹង បងអូន ស្រី កំពុង តែ រៀន ថ្នាក់ ទី 12 ហ្នឹង បង អើយ គឺ គ្រួសារ របស់ ខ្ញុំ បែរ ទៅ ជា ជួប រឿងរ៉ាវ មិន ល្អ ដោយ ឪពុក របស់ ខ្ញុំ គាត់ ជួប គ្រោះថ្នាក់ ចរាចរណ៍ ម្ដាយ របស់ ខ្ញុំ គាត់ ធ្លាក់ ខ្លួន ឈឺ អញ្ចឹង ទ្រព្យ សម្បត្តិ មួយ ចំនួន គឺ ពួក ខ្ញុំ ចាប់ ផ្ដើម លក់ ទ្រព្យ សម្បត្តិ លក់ នេះ លក់ នោះ កេរ្តិ៍ អាករ គ្រប់ សព បែប យ៉ាង ដើម្បី ព្យាបាល ជំងឺ គាត់ យើង ចាប់ ផ្ដើម រក គ្រប់ សព បែប យ៉ាង ដើម្បី ឲ្យ ឪពុក ហើយ និង ម្ដាយ គាត់ ធូរ ស្បើយ អញ្ចឹង ទ្រព្យ សម្បត្តិ មួយ ចំនួន យើង ត្រូវ បាន លក់ ខ្ទេច លក់ ខ្ទី ហើយ ឆ្នាំ នោះ ជា ឆ្នាំ ដែល សោយ សម្រាប់ គាត់ ផង ក៏ អាច ថា បាន ដែរ ដែល បងអូន ស្រី រៀន ទី 12 គាត់ អត់ បាន ប្រឡង ទី 12 ទេ ដោយ សារ តែ ជីវភាព គ្រួសារ ដោយ សារ តែ ត្រូវ មើល ថែ ឪពុក ថែ ម្ដាយ អញ្ចឹង ការ សិក្សា របស់ គាត់ ក៏ បាន បញ្ចប់ ត្រឹម នោះ ដោយ មិន បាន ប្រឡង ទី 12 ទេ ហើយ ឪពុក របស់ គាត់ ក៏ មិន បាន ជា សះស្បើយ ជាមួយ នឹង ជំងឺ នឹង ដែរ ដោយ គ្រោះថ្នាក់ ហ្នឹង គឺ ធ្វើ ឲ្យ គាត់ បាក់ ជើង អញ្ចឹង គាត់ ទៅ គេង សម្រាប់ នៅ ពេទ្យ យូរ ហើយ ជើង របស់ គាត់ ដាក់ ដែក គាត់ ទៅ អង្គុយ លើ អតេស រួច អី អញ្ចឹង របៀប បែប ហ្នឹង ឯង ហើយ បងអូន ស្រី គាត់ ជា កូន ច្បង នៅ ក្នុង គ្រួសារ អញ្ចឹង
ទំនុកបំរុងនឹងការរ៉ាប់រងគឺបងស្រីជាអ្នករ៉ាប់រងគ្រប់សមាបយ៉ាងហ្នឹងឯងជាមួយនឹងម្ដាយដែលកំពុងតែឈឺដូចគ្នាក៏ប៉ុន្តែនៅតែតស៊ូចំពោះនឹងជីវិតនឹងតស៊ូចំពោះជំងឺរបស់ឪពុកដែលកំពុងតែជួបដែរអញ្ចឹងកែកមួយចំនួនយើងលក់ខ្ទេចលក់ខ្ទីអាចនិយាយបានថាជីវភាពគ្រួសាររបស់យើងវាធ្លាក់មកនៅរៀងក្រោមគ្រួសារខាងប្រុសបន្តិចហើយយើងក៏អត់បានគិតថាគេប្រកាន់អារឿងនឹងដែរហើយយើងកំពុងតែជួបរឿងរ៉ាវអស់ទាំងហ្នឹងបើសិនជាគេប្រកាន់រឿងបែបហ្នឹងក៏តាមតាណាទៅហើយយើងក៏រឿងស្នេហារបស់យើងក៏យើងទុកមួយឡែកទុកមួយដុំដែរដោយសារតែយើងកំពុងតែដោះស្រាយនៅបញ្ហាគ្រួសាររបស់យើងអញ្ចឹងយើងអាចបានគិតអីវែងឆ្ងាយទេរហូតដល់ព្យាបាលឪពុកបានធូរស្បើយបងស្រីក៏បញ្ចប់ទៅថ្នាក់ទី12ហ្នឹងគាត់ចេញធ្វើការកន្លែងណាក៏ដោយដែរផ្ដល់ការងារដល់គាត់ដើម្បីរកលុយជួយគ្រួសាររបស់គាត់គឺគាត់ចាប់ផ្ដើមទៅធ្វើការបែបហ្នឹងឯងហើយគូស្នេហារបស់គាត់លើកទឹកចិត្តគាត់ព្យាយាមនិយាយលួងលោមគ្រប់សពបែបយ៉ាងជាមួយនឹងគាត់ធ្វើឲ្យគាត់មានភាពកក់ក្ដៅមែនទែនក៏ប៉ុន្តែជំនាន់ដែលជួបបញ្ហាហ្នឹងបងស្រីថាគាត់មិនបានផ្ដល់ភាពផ្អែមល្ហែមដល់គេវិញទេដោយសារតែខ្លួនកំពុងតែដោះស្រាយនឹងបញ្ហាគ្រួសាររបស់គាត់ដែរអញ្ចឹងក៏តាមតាណាទៅរហូតដល់មួយឆ្នាំជាងដែលបងស្រីចាប់ផ្ដើមរឿបចាប់ផ្ដើមតស៊ូរឹងមាំឡើងវិញទាំងម្ដាយគាត់ក៏ចាប់ផ្ដើមធូរស្បើយឪពុកគាត់ក៏អាចដើរបានតិចតួចជាងទៅតែគ្រួសាររបស់គាត់រៀងធ្លាក់បានន័យថាទ្រព្យសម្បត្តិវាអស់មួយចំនួនធំអស់លីងលុយឡានអីពេលខ្លះអស់លីងមកផ្ទះហ្នឹងគឺលក់ខ្ទេចលក់ខ្ទីហើយដើម្បីព្យាបាលឪពុកក៏ដូចជាម្ដាយដែលកំពុងតែឈឺហ្នឹងគឺរៀងធ្លាក់ជាងគេអញ្ចឹងស្នេហារបស់ពួកគាត់រយៈពេលមួយឆ្នាំជាងគឺចាប់ផ្ដើមមកល្អប្រសើរវិញក៏ចាប់ផ្ដើមនិយាយអីត្រូវរើគ្នាអីធម្មតាវិញទៅក៏បងស្រីនិយាយថាបងអើយគ្រួសាររបស់ខ្ញុំមានបញ្ហាចេះបញ្ហាចុះមកឯងក៏បានដឹងដែរហើយពេលដែលយើងសន្យាថាពេលដែលខ្ញុំរៀនចប់ទី12បងឯងចូលស្ដីចូលសួរខ្ញុំណាហ្នឹងក៏ខ្ញុំសុំទោសដែរដោយសារតែជួបបញ្ហាមួយរយៈខ្ទង់មួយឆ្នាំជាងហ្នឹងគឺអត់បានបំពេញតាមសន្យាទេឥឡូវគ្រួសារខ្ញុំក៏បានធូរស្បើយនឹងរឿបឡើងវិញដែរបងឯងអាចឲ្យប៉ាម៉ាក់បងឯងក្រុមគ្រួសារបងឯងចូលសួរស្ដីទៅដឹងខ្ញុំបានពួកខ្ញុំនៅតែបើកភ្លើងខៀវដដែលទេម្នាក់ប្រុសដែលជាស្នេហារបស់គាត់ហ្នឹងគាត់ថាអត់អីទេចាំគាត់ទៅនិយាយជាមួយនឹងប៉ាម៉ាក់របស់គាត់ដើម្បីឲ្យមកចូលសួរស្ដីទៅដឹងបងស្រីតាមប្រពៃណីចឹងតាអញ្ចឹងក៏គាត់គិតថាស្នេហារបស់ពួកគាត់វាមិនបានបែងចែកឬក៏មិនបានឃ្លាតឆ្ងាយពីគ្នាដែរដោយសារតែគូសង្សាររបស់គាត់នៅតែផ្ដល់តម្លៃនិងនៅតែត្រូវការគាត់និងចង់បានគាត់ជាប្រពន្ធដដែលទេក៏ប៉ុន្តែអ្វីដែលបងស្រីបានគិតនោះវាខុសអំពីអ្វីដែលគាត់កំពុងតែមានអារម្មណ៍គិតនិងបដោតអារម្មណ៍ទៅលើហ្នឹងធៀបទៅក្រុមគ្រួសាររបស់គេគឺចាប់ផ្ដើមមានអារម្មណ៍អត់ល្អជាមួយប្អូនស្រីតាំងពីពេលដែលគ្រួសាររបស់គាត់ជួបនៅរឿងរ៉ាវដំបូងមកម្លេះប៉ុន្តែប្អូនស្រីពេលហ្នឹងអត់ដឹងរឿងបានទៅនិយាយជាមួយនឹងគូស្នេហារបស់គាត់ថាឲ្យគេចូលសួរចូលស្ដីទៅដឹងតាមផ្លូវតាមច្បាប់គាត់គិតអញ្ចឹងគាត់គិតថាមកយើងគ្មានរឿងអីកើតឡើងតែធៀបទៅគ្រួសារខាងប្រុសគេចាប់ផ្ដើមបែងចែកតាំងពីពេលដែលយើងមានបញ្ហាជាមួយនឹងក្រុមគ្រួសារឪពុកយើងធ្លាក់ខ្លួនឈឺគ្រោះថ្នាក់ម្ដាយធ្លាក់ខ្លួនឈឺហ្នឹងគឺគេចាប់ផ្ដើមបែងចែកពីពេលនោះមកឲ្យថាបងស្រីអត់ដឹងខ្លួននោះទេនៅតែឲ្យគេចូលសួរចូលស្ដីទៅដឹងតាមផ្លូវទៅតាមច្បាប់ហើយខាងប្រុសហ្នឹងម្នាក់ប្រុសហ្នឹងក៏គេប្រហែលជាដឹងអំពីគ្រួសាររបស់គេមិនពេញចិត្តបងស្រីដូចគ្នាប៉ុន្តែគេស្រឡាញ់យើងគេឲ្យគ្រួសារយើងចូលសួរចូលស្ដីយើងប៉ុន្តែគេអត់ព្រមចូលពីមួយថ្ងៃទៅមួយថ្ងៃបងស្រីចេះតែឆ្ងល់ថាហេតុអីក៏ក្រុមគ្រួសាររបស់បងឯងមិនចូលស្ដីចូលសួរខ្ញុំតាមផ្លូវទៅតាមច្បាប់អញ្ចឹងណាសួរច្រើនលើកច្រើនសារមែនហើយគាត់ថាទុកឱកាសឲ្យគ្រួសារគាត់បន្តិចទៅប្រហែលជាពេលវេលាតិចទៀតគ្រួសាររបស់គាត់នឹងចូលតាមផ្លូវទៅតាមច្បាប់ដើម្បីចូលសួរស្ដីទៅនឹងបងស្រីតាមផ្លូវទៅតាមច្បាប់ឲ្យទុកឱកាសឲ្យគ្រួសារគាត់បន្តិចទៅអញ្ចឹងឱកាសដែលបងស្រីទុកចំពោះគ្រួសារបងប្រុសដែលជាគូស្នេហ៍របស់គាត់នឹងយូរដែរបងប្អូនមួយឆ្នាំជាងចូល2ឆ្នាំជាងនៅតែមិនបានទទួលផ្កាស្លាឬក៏ការចូលសួរស្ដីទៅដឹងអំពីមនុស្សប្រុសនោះទេបងអូនស្រីឆ្ងល់ដែរក៏សួរត្រង់ទៅថាគ្រួសារមកឯងចាប់ផ្ដើមអារម្មណ៍បែបហ្នឹងពីពេលណាមកហើយចាប់ផ្ដើមមិនផ្ដល់តម្លៃដល់គ្រួសាររបស់ខ្ញុំចាប់ពីពេលណាមកអញ្ចឹងណាបើសិនជាមានរឿងអីខ្ញុំចង់ឲ្យឯងនិយាយត្រង់ខ្ញុំចង់ត្រង់ទៅត្រង់មកដើម្បីរកដំណោះស្រាយជាមួយនឹងគ្នាបើសិនជាទុកបែបហ្នឹងដដែលវាមានអីទេមានតែធ្វើឲ្យពួកយើងទាំងពីរនាក់មើលមុខគ្នាអត់ត្រង់ហ្នឹងឯង
ខាងប្រុសគាត់ថាអត់អីទេប្រហែលជាប៉ាម៉ារបស់គាត់នឹងរកពេលវេលាណាល្អមួយសម្រាប់ចូលស្ដីទៅដឹងប្អូនស្រីហើយទុកឱកាសឲ្យគ្រួសាររបស់គាត់បន្តិចទៀតទៅបានអត់ប្អូនស្រីក៏អូខេគាត់ទុកឱកាសឲ្យតើគេនឹងផ្ដល់ក្តីសង្ឃឹមដល់ប្អូនស្រីយ៉ាងម៉េចទៀតប្អូនស្រីក៏ចាំមើលតាមហ្នឹងទៅអ្វីដែលប្អូនស្រីទន្ទឹងរង់ចាំវាបានត្រឹមតែជាការរង់ចាំតែប៉ុណ្ណោះពាក្យសន្យាខ្យល់វាចាប់ផ្ដើមកើតឡើងពីមួយពេលទៅមួយពេលពីមួយថ្ងៃទៅមួយថ្ងៃពីមួយអាទិត្យទៅមួយអាទិត្យចូលដល់ខែគឺសន្យាខ្យល់ថាចូលថ្ងៃនេះ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 ក៏ប៉ុន្តែក្រុមគ្រួសាររបស់គេនោះគឺมันបានចូលស្ដីទៅដឹងប្អូនស្រីតាមផ្លូវទៅតាមច្បាប់នោះទីរហូតដល់ពេលវេលាមួយដែលប្អូនស្រីមានអារម្មណ៍ថាគេលែងផ្ដល់តម្លៃឲ្យប្អូនស្រីហើយគ្រប់យ៉ាងគឺគេចាប់ផ្ដើមមើលងាយនៅសន្តានចិត្តប្អូនស្រីមើលងាយនៅក្រុមគ្រួសាររបស់គាត់គេតែងតែក្បត់នៅសន្យាដែលគេថាត្រូវចូលស្ដីទៅដឹងយើងគេតែងតែក្បត់សន្យានេះជាប្រចាំហើយគេចេះតែរលេះពីមួយទៅមួយចឹងទៅយើងក៏បានជួបជាមួយនឹងគូស្នេហ៍និយាយគ្នាច្បាស់លាស់មែនតើអំពីរឿងរ៉ាវអស់ទាំងហ្នឹងគាត់ថាគាត់នឹងសួរប៉ាម៉ារបស់គាត់ម្ដងហើយម្ដងទៀតដើម្បីឲ្យយើងបានខ្លាចទៅជាប្តីប្រពន្ធនឹងគ្នាក៏ប៉ុន្តែប៉ាម៉ារបស់គេមិនព្រមនោះទេយើងចេះតែសួរខាងប្រុសទៅសួរម៉ាក់គេសួរប៉ាគេចឹងទៅរឿងរ៉ាវមួយហ្នឹងវាចាប់ផ្ដើមច្បោកច្បល់ដល់ពេលមានថ្ងៃមួយម្ដាយខាងប្រុសនឹងត្មងណាត់បងស្រីទៅជួបនៅកញ្ចោះមកកន្លែងយើងក៏បានទៅជួបនឹងគាត់ក៏បាននិយាយត្រង់មកយើងគាត់ថាចាប់ពីពេលហ្នឹងទៅឈប់ដុកដាន់ឬក៏ឈប់ឲ្យកូនប្រុសរបស់គាត់ចូលសួរចូលស្ដីទៅដឹងទៀតទៅដោយសារតែអ៊ំអត់ពេញចិត្តក្មួយឯងទេហើយណាមួយដឹងហើយថាក្រុមគ្រួសារក្មួយឯងមករយៈហ្នឹងគឺចាប់ផ្ដើមធ្លាក់អន់បើឲ្យអ៊ំចូលសួរចូលស្ដីទៅដឹងកូនឯងគឺអ៊ំប្រហែលជាគិតពិចារណាមែនតើមិនទាំងចាប់ពីពេលហ្នឹងទៅកូនគុំទៅដុកដាន់កូនប្រុសអ៊ំទៀតកុំឲ្យគេចូលសួរចូលស្ដីទៅដឹងអីទៀតហើយកុំឲ្យគេមករករឿងអ៊ំទៀតអ៊ំសុំបញ្ចប់ទៅហ្នឹងទៅបានអត់គេនិយាយតែប៉ុណ្្នឹងទេអ៊ំស្រីដែលទៅជាម្ដាយរបស់ខាងប្រុសហ្នឹងនិយាយមកប្អូនស្រីប៉ុណ្្នឹងឯងប្អូនស្រីពេលហ្នឹងខ្មាស់គេដែរណាបងប្អូនដែរម្ដាយខាងប្រុសគេណាត់ជួបយើងនៅកញ្ចុះមកកន្លែងស្មានតែគេនិយាយរឿងរ៉ាវមួយដែលល្អសម្រាប់យើងធៀបទៅគេមកស្នើសុំឲ្យយើងបានផ្ដាច់ទំនាក់ទំនងជាមួយនឹងកូនគាត់ទៅវិញពេលហ្នឹងយើងខ្មាស់គេដែរយើងអត់មាត់អីច្រើនទេយើងជាកូនស្រីយើងទទួលបានភាពអយុត្តិធម៌ភាពអាម៉ាស់បែបនេះមិនថាបងប្អូនទេមិនថាស្រីមិនថាប្រុសទេបើសិនជាខ្ញុំឆ្លាញ់នារីម្នាក់ឲ្យម្ដាយឪពុកគេហៅខ្ញុំទៅជួបគម្រាមកុំឲ្យទំនាក់ទំនងជាមួយកូនគេទៀតខ្ញុំក៏ខ្មាស់គេដែរហើយខ្ញុំក៏មិនអាចទំនាក់ទំនងទេបានទេទូយ៉ាងដូចប្អូនស្រីចេះពេលដែលម្ដាយគេនិយាយថាកុំឲ្យទំនាក់តាក់ទងឬក៏ដុកដានកូនគេឲ្យចូលស្ដីទៅដឹងចូលសួរទៀតក៏ប្អូនស្រីមិនមាត់មិនកដែរចាប់ពីពេលហ្នឹងមកគាត់ចាប់ផ្ដើមលែងដុកដានទៅខាងប្រុសឲ្យចូលសួរចូលស្ដីហើយទំនាក់ទំនងរបស់ពួកគាត់ទាំងពីរក៏ចាប់ផ្ដើមរយាលពីគ្នាពេលរយាលពីគ្នាគេក៏ដូចជាមិនមាត់មិនកឯដែរបងប្អូនពេលដែលគេចង់ជួបយើងគេខលអីចឹងទៅគេមកជួបយើងមកពេលមកជួបយើងគេនិយាយធម្មតាគេដូចជាអត់មានជួបរឿងរ៉ាវអីទេហើយយើងក៏គិតថាប្រហែលជាគាត់មិនទាន់ដឹងរឿងរ៉ាវអីទេតែគ្រួសាររបស់គេប្រហែលជាប៉ាម៉ាក់របស់គេក៏បាននិយាយរឿងរ៉ាវអស់ទាំងហ្នឹងដែរមិនមែនតែគេមិនដឹងទេប្រហែលជាគេធ្វើមិនដឹងក៏អាចថាបានដែរអញ្ចឹងយើងជួបគ្នាម្ដងជាពីរដងម្ដងជាពីរដងបងស្រីក៏សួរត្រង់ថាបងរឿងរ៉ាវស្នេហារបស់យើងតើពួកយើងអាចបន្តទៅមុខទៀតបានឬអត់គាត់ថាមានរឿងអីយើងក៏នឹងទៅបន្តបានតើតើណៃមានរឿងអីមែនគាត់ថាខ្ញុំអត់ដឹងថាបងឯងធ្វើពុតជាមិនដឹងឬក៏ដឹងហើយធ្វើពុតមិនឬក៏យ៉ាងម៉េចទេខ្ញុំអត់ច្បាស់ទេប៉ុន្តែក្រុមគ្រួសាររបស់បងឯងគឺគាត់អត់បានពេញចិត្តនឹងខ្ញុំទេហើយគាត់ក៏មិនបានចង់ចូលសួរស្ដីទៅដឹងខ្ញុំតាមផ្លូវទៅតាមច្បាប់នោះដែរតើរឿងអស់ទៅនឹងបងឯងបានដឹងហើយឬនៅឬក៏បងឯងដឹងហើយបងឯងធ្វើមិនដឹងឬក៏យ៉ាងម៉េចខាងប្រុសគេអត់មាត់ទេគេត្រឹមតែមើលមុខជាងហើយគេអោនមុខចុះគាត់អោនមុខចុះហើយគាត់ថាគាត់សុំទោសធ្វើទៅរឿងរ៉ាវអស់ទៅនឹងគាត់បានដឹងតាំងពីយូរមកម្លេះក៏ប៉ុន្តែគាត់មិនហ៊ានប្រឈមនឹងការពិតហើយបើសិនជាកំឡុងពេលហ្នឹងបើណៃដឹងរឿងគ្រប់សពបែបយ៉ាងហើយបងក៏អត់មានពាក្យអីនិយាយដែរបងគាត់ថាសុំទោសពីព្រោះក្រុមគ្រួសាររបស់បងលែងពេញចិត្តអូនឯងហើយណាមួយគាត់
ចង់ឲ្យបងមានអនាគតដែលល្អមានមនុស្សម្នាក់ដែរត្រូវអ្វីដែលឪពុកម្ដាយនិងគ្រួសារបងបានត្រូវការជារួមទៅស្នេហារបស់គាត់ស្រឡាញ់បងអូនស្រីស្រឡាញ់ពិតប្រាកដមែនចង់បានបងអូនស្រីជាគូអនាគតគឺពិតប្រាកដមែនក៏ប៉ុន្តែគាត់និយាយថាអញ្ចេះបើសិនជាក្រុមគ្រួសារមិនពេញចិត្តទេគាត់ក៏អត់ហ៊ានជំទាស់ជាមួយនឹងក្រុមគ្រួសារនោះដែរពីព្រោះក្រុមគ្រួសារធំជាងស្នេហានឹងអ្វីដែលបរិះម្នាក់នោះនិយាយចំពោះគាត់នៅពេលនោះហើយបងអូនស្រីក៏គាត់មិននិយាយអីវែងឆ្ងាយដែរពីព្រោះគាត់ដឹងហើយដឹងថាម៉ាក់របស់គេនិយាយជាមួយយើងយ៉ាងម៉េចគេមិនឲ្យយើងទំនាក់តាក់ទងជាមួយនឹងកូនគេយ៉ាងម៉េចយើងក៏បានដឹងរួចហើយគ្រាន់តែយើងចង់ច្បាស់អំពីគេតែប៉ុណ្ណោះតើអ្វីគ្រប់យ៉ាងដែលម៉ាក់គាត់មកនិយាយជាមួយនឹងបងអូនស្រីហ្នឹងតើគូសង្សាររបស់គាត់បានដឹងឬអត់គាត់ចង់ដឹងតែប៉ុណ្្នឹងទេដល់ពេលសួរទៅគេក៏បានដឹងរឿងរ៉ាវអស់ទៅនឹងដែរអញ្ចឹងបងអូនស្រីក៏គាត់មិននិយាយអីវែងឆ្ងាយដែរគាត់ថាបើអញ្ចឹងបើសិនជាប៉ាម៉ាក់បងឯងមិនឲ្យបងឯងទៅតាក់ទងជាមួយនឹងខ្ញុំទៀតទេចាប់ពីពេលហ្នឹងទៅពួកយើងផ្ដាច់ទំនាក់ទំនងជាមួយនឹងគ្នាក៏បានដែរកុំឲ្យក្រុមគ្រួសារមិនពេញចិត្តធ្វើឲ្យលកម្មលកោធ្វើឲ្យភាពល្អកកកាន់តែច្រើនហើយការមើលងាយមកលើខ្ញុំនិងគ្រួសាររបស់ខ្ញុំក៏ខ្ញុំមិនចង់ជួបរឿងរ៉ាវអស់ទៅនឹងទៀតដែរអញ្ចឹងចាប់ពីពេលហ្នឹងទៅបងឯងតាមគ្រួសារបងឯងចោះខ្ញុំតាមគ្រួសាររបស់ខ្ញុំចោះចាប់ពីពេលហ្នឹងទៅយើងឈប់ទំនាក់ទំនងជាមួយនឹងគ្នាទៀតក៏បានដែរបងអូនស្រីនិយាយតែប៉ុណ្្នឹងគាត់ក៏បានចេញពីកន្លែងណាត់ជួបហ្នឹងទៅបងអូនស្រីថាពេលដែលខ្ញុំចេញពីកន្លែងណាត់ជួបបងអើយជាមនុស្សស្រីខ្ញុំគិតថាខ្ញុំទុនជ្រាយជាងគេក៏អាចថាបានដែរគឺខ្ញុំយំរហូតខ្ញុំទុកសោកបោកខ្លួនខ្ញុំស្ទើរថាចង់បញ្ចប់អាយុជីវិតខ្លួនឯងក៏ថាបានដែរในកំឡុងពេលនោះគឺខ្ញុំឈឺចាប់ខ្លាំងមែនទេណាបងខ្ញុំឈឺចាប់ណាស់ខ្ញុំចំណាយពេលវេលាស្រឡាញ់គ្នាជាមួយបុរសម្នាក់នោះគឺប្រើរយៈពេលយូរបងយូរណាស់បងមិនតិចឆ្នាំទេតាំងពីពេលដែលខ្ញុំនៅរៀនទី9រហូតដល់ខ្ញុំរៀនទី11បងគិតមើលមិនតិចឆ្នាំទេណា2-3ឆ្នាំហើយប៉ាម៉ាក់របស់ខ្ញុំប៉ាខ្ញុំជួបគ្រោះថ្នាក់ចរាចរណ៍ម៉ាក់ខ្ញុំឈឺទៀតរយៈពេល1ឆ្នាំជាងទៀតគិតទៅចូល3-4ឆ្នាំហើយខ្ញុំឈប់រៀនឈប់អីខ្ញុំធ្វើការធ្វើអីរយៈពេលប្រហែលជិត2ឆ្នាំទៀតអញ្ចឹងស្នេហារបស់ខ្ញុំវាចូលដល់6-7ឆ្នាំមកបើសរុបមែនតើទៅដែលខ្ញុំចំណាយពេលជាមួយបរិសម្នាក់ហ្នឹងដែលខ្ញុំគិតថាវាជាស្នេហាពិតប្រាកដហើយក៏ជាស្នេហាដែលច្បាស់លាស់ជាមួយនឹងគ្នានឹងអាចយកគ្នាជាប្តីប្រពន្ធបានណាខ្ញុំគិតអញ្ចឹងហ៎បងតែធៀបពិតទៅបងអើយអ្វីដែលខ្ញុំបានចំណាយពេលទៅលើគេហ្នឹងគឺវាត្រឹមតែជាសមោត្រឹមតែជារឿងរ៉ាវត្រឹមតែជាពេលវេលាមួយដែលដើរកន្លងផុតតែប៉ុណ្ណោះវាអត់មានអ្វីដែលល្អប្រសើរសម្រាប់ខ្ញុំសោះគឺខ្ញុំចំណាយពេលវេលាចោលទៅទីលទ្ធផលចុងក្រោយគឺដោយសារតែគ្រួសាររបស់ខ្ញុំធ្លាក់វណ្ណៈគ្រួសាររបស់ខ្ញុំគឺមិនដល់គេដូចមុនគេក៏ឲ្យកូនរបស់គេនឹងបែកបាក់ជាមួយនឹងខ្ញុំតើហើយចាប់ពីពេលនោះមកខ្ញុំក៏បានបែកបាក់គ្នាមកដល់បច្ចុប្បន្ននឹងឯងខ្ញុំពិតជាឈឺចាប់មែនទែនចំពោះរឿងរ៉ាវមួយនេះអញ្ចឹងរឿងបងអូនស្រីមានតែប៉ុណ្្នឹងទេដែលគាត់ចែករំលែកដល់ខ្ញុំគាត់ក៏ចង់បន្ថែមតិចតួចដែរចំពោះវណ្ណៈស្នេហ៍ចំពោះឋានៈស្នេហ៍ដែរមនុស្សបច្ចុប្បន្នគិតថាវាគ្មានទៀតទេក៏ប៉ុន្តែរឿងរ៉ាវគឺនៅតែមានវណ្ណៈស្នេហ៍ឋានៈស្នេហ៍គឺនៅតែមានហើយនៅតែដិតដាលនៅក្នុងសង្គមខ្មែរយើងដដែលទេពេលខ្លះវាគ្រាន់តែបដូរពីមួយសម័យកាលទៅមួយសម័យកាលហើយវាប្រើរូបភាពផ្សេងគ្នាអ្នកខ្លះបំបែកបំបាក់កូនដោយហិង្សាដោយកំរោលអ្នកខ្លះបំបែកដោយឈាមត្រជាក់បំបែកដោយភាពស្ងប់ស្ងាត់អ្នកខ្លះបំបែកដោយរឿងរ៉ាវផ្សេងគ្នានឹងបរិបទផ្សេងគ្នាតែគឺរបៀបបែបហ្នឹងតែពិតទៅគឺឋានៈស្នេហ៍វណ្ណៈស្នេហ៍គឺនៅតែមាននឹងឯងហើយមានបងប្អូនដែលស្ដាប់រឿងរ៉ាវនេះខ្ញុំនិយាយគិតថាមានតិចទេមែនអត់តែធៀបពិតទៅបើខ្ញុំជាអ្នកនិយាយរឿងរ៉ាវទាំងហ្នឹងមានច្រើនណាបងប្អូនប៉ុន្តែខ្ញុំមិនតន់បញ្ចេញអស់បញ្ចេញមួយតាមពេលវេលាដែលខ្ញុំអាចធ្វើបានគឺមានច្រើនមែនតើមានអាកូនស្រឡាញ់គ្នាដល់មានកូនមួយគ្នានៅបែកម៉ាក់មួយគ្នាក៏មានដែរសាហាវខ្ញុំអត់ដឹងថាសម័យមុនយ៉ាងម៉េចទេប៉ុន្តែសម័យនេះពេលដែលខ្ញុំកំពុងតែនិយាយរឿងរ៉ាវអស់ទាំងនេះគឺខ្ញុំជួបរឿងរ៉ាវពីបងប្អូនស្រីនិងបងប្អូនប្រុសហ្នឹងគឺជួបច្រើនអំពីរឿងរ៉ាវដែលបំបែកបំបាក់ស្នេហាដែលស្រឡាញ់គ្នាហើយហ្នឹងគឺច្រើនដែរអញ្ចឹងរឿងបងប្អូនស្រីមានតែប៉ុណ្្នឹងទេជាបទពិសោធន៍មួយសម្រាប់
បងប្អូនដែលស្រឡាញ់ណាម្នាក់សូមឲ្យច្បាស់លាស់ជាមួយនឹងគ្នាជាពិសេសបើសិនបើស្រឡាញ់គ្នាពីដបងដៃឡើយមើលតាមមិនស្រួលគេចង់បែងចែកវណ្ណៈស្នេហាស្អីហ្នឹងខ្ញុំគិតថាកុំបន្តទៅមុខទៀតអីវានាំតែភាពឈឺចាប់និងភាពទុក្ខសោកនិងចំណាយពេលវេលាចំពោះមនុស្សបែបហ្នឹងគឺខ្ញុំជឿថាប្រកាសជាខុសសម្រាប់ខ្លួនឯងនិងគ្រួសារតែប៉ុណ្ណោះបើជួបរឿងរ៉ាវបែបនេះសូមដោះស្រាយឲ្យលឿនកុំឲ្យបេះដូងរងទុក្ខនឹងការឈឺចាប់ខ្លាំងពេកអីសូមឲ្យវាឈឺមកល្មមហើយរកវិធីឬក៏ផ្លូវមួយឲ្យច្បាស់លាស់ទៅដើម្បីដើរចេញអំពីរឿងរ៉ាវបែបនេះកុំបន្តទៅទៀតបើសិនជាបន្តកាន់តែយូរខាតពេលវេលាខាតទាំងដួងចិត្តខាតទាំងគ្រប់សពបែបយ៉ាងពេលវេលាអីហ្នឹងគឺនឹងធ្វើឲ្យមានការឈឺចាប់ដូចបងអូនស្រីហ្នឹងឯងអញ្ចឹងរឿងរ៉ាវបងអូនស្រីដែលបានចែកម្លែកដល់ខ្ញុំមានតែប៉ុណ្្នឹងទេខ្ញុំក៏សូមបញ្ចប់រឿងរ៉ាវត្រឹមហ្នឹងដែរហើយបើសិនជាបងប្អូនអាចជួបរឿងរ៉ាវស្តៀងនឹងបងប្អូនស្រីអាច comment អាច like អាច share អីបានចំពោះរឿងរ៉ាវនេះបានហើយអាចចែកម្លែកមកខ្ញុំបានដូចគ្នានៅ Telegram ដែលខ្ញុំបានដាក់នៅ channel YouTube នេះផងដែរអញ្ចឹងខ្ញុំសូមអរគុណនិងសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយបាទអរគុណច្រើនជម្រាបលា